រត់ទៅភ្លៀងធ្លាក់នឹកអ្នកស្លុកក្បែរនឹកកូនរកម៉ែនឹកខែរងានឹកបងនឹកប្អូនធ្លាប់ជួបជុំគ្នានឹកឃើញកាគ្រារស់នៅសុខសាន្តបងប្អូនចូលទូតិចហើយបាទទស្សដីពុកម៉ែបងប្អូនអរគ្នាជាទីគោរពរាប់អានរដូវវស្សាចាប់ដើមចូលមកដល់ហើយភ្លៀងក៏ជាប្រចាំដែរនៅលើភ្នំនេះគឺភ្លៀងរហូតមករយៈនេះហើយនិយាយពីមេឃចុះអាប់បងប្អូនអើយនិយាយពីទេសភាពស្អាតដល់ពេលភ្លៀងធ្លាក់រហូតចេះហ្នឹងក៏នឹកឃើញសប្បាយអដែរចំពោះបងប្អូនកសិករយើងដែលបានកំពុងតែប្រកបការផលជាមួយដំណាំស្រូវយើងអាចមានទឹកគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងដំណាំស្រូវរបស់យើងហើយទន្ទឹមនឹងភ្លៀងធ្លាក់នេះផងដែរគឺថាយើងក៏មានហានិភ័យមួយចំនួនដែរព្រោះនៅលើភ្នំនេះពាក់ព័ន្ធនឹងមូសសបោមូសគឺមូសច្រើនណាស់បងប្អូនជាពិសេសពេលថ្ងៃហើយឆ្ងល់ដែរមូសនៅនេះខ្ញុំមកនៅនេះមួយឆ្នាំអីពីច្រើនមូសចេញរកស៊ីទៅពេលថ្ងៃហើយបើពេលយប់ប្រហែលជាគាត់សម្រាប់ដែរហ្នឹងអត់ដែរមានទេមូសអញ្ចឹងឥឡូវភ្លៀងចេះក៏ចាប់ដើមសបោមូសច្រើនដែរអញ្ចឹងសូមបងប្អូនយើងទាំងអស់គ្នាជាពលរដ្ឋយើងទាំងអស់គ្នាជាពិសេសបងប្អូនដែលមានកូនតូចទាំងខែនេះយើងថែរក្សាសុខភាពកូនតូចរបស់យើងផងព្រោះអីយើងខ្លាចកើតជំងឺហ៊ុនឈាមតែភ្នាក់ងារច្រឡងមូសខ្លាហ្នឹងឯងអញ្ចឹងឲ្យពួកគាត់ពាក់អាវដៃវែងហើយសម្អាតថ្លុកតែសម្ភារៈអីដែលអាចដកទឹកដែលជាចម្រុកមូសខ្លាអញ្ចឹងថែរក្សាសុខភាពទាំងអស់គ្នាហើយជាពិសេសនោះគឺបងប្អូនកងកម្លាំងយើងមិនថាប៉ូលីសព្រំដែនមិនថាទាហានមិនថាកងកម្លាំងផ្សេងដែលកំពុងមានភារកិច្ចឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនហ្នឹងគឺសូមថែរក្សាសុខភាពទាំងអស់គ្នាហើយប្រយ័ត្នប្រយែងជាមួយនឹងមូសព្រោះអីវាជាខែមួយដែលហានិភ័យក្នុងការកើតជំងឺគ្រុនឈាមឬក៏ជំងឺគ្រុនចាញ់បាទហើយទន្ទឹមនឹងនេះដែរក៏សូមអរគុណដល់បងស្រីប្រពន្ធពូទូចដែលបងបានឲ្យធុកមូសមួយចំនួនឧបត្ថម្ភនៅធុកមូសមួយចំនួនដល់ក្រុមការងារខ្ញុំនៅលើភ្នំអរគុណច្រើនមែនទែនបងដល់ទឹកចិត្តរបស់បងដែលបងឲ្យមកជាតម្រូវការចាំបាច់ក្នុងអំឡុងពេលនេះហើយកន្លងមកក៏បងបានផ្ដល់ឲ្យសម្ភារៈប្រើប្រាស់ហើយនឹងគ្រឿងឧបភោគបរិភោគមួយចំនួនជារឿយមកដែរហើយថ្ងៃមុនក៏បងឲ្យងៀតគោមួយចំនួនដែរហើយអរគុណច្រើនតែបងសម្រាប់ងៀតគោបងគឺថាឆ្ងាញ់ចែកបងប្អូនយើងបើតែមិនបានច្រើនមិនបានបងប្អូនយើងគ្រប់គ្នាប៉ុន្តែយើងចែកម្លែកបានបងប្អូនទៅទទួលស្គាល់ថាឆ្ងាញ់បងរសជាតិឆ្ងាញ់ហើយតាមដឹងសាច់គោបងចិញ្ចឹមខ្លួនឯងហើយគឺបងធ្វើជាគោងៀតខ្លួនឯងទៀតលក្ខណៈសិប្បកម្មបែបគ្រួសារចាថ្ងៃនេះផងដែរចង់ជម្រាបôngពូមីងពុកម៉ែបងប្អូនលោកយាយលោកតាក៏ដូចជាហ្វេនទាំងអស់គ្នាចាសម្រាប់ងៀតគោងៀតក្របីមានលក់ជារៀងរាល់ថ្ងៃចាធ្វើជារៀងរាល់ថ្ងៃគ្រាន់តែអ្នកលក់ពុំបានផុសចាបើសិនជាបងប្អូនពុកម៉ែចង់ទទួលទៀតអាចកំងបានចាសម្រាប់បងប្អូនដែលចង់បានងៀតគោធម្មជាតិធ្វើដោយដៃលក្ខណៈគ្រួសារជាពិសេសនោះគឺជាផលិតផលរបស់ខ្មែរយើងបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទឲ្យខ្ញុំដាក់អង្គរនេះហើយដែលបងស្រីដែលមានកន្លែងគាត់មានផ្លាកយីហោថាប្រពន្ធទូទូចដែលលក់សាច់គោហ្នឹងបងប្អូននៅខាងកំពង់សោមអរគុណច្រើនបងប្អូនអរគ្នាអញ្ចឹងក្នុងជាទីបញ្ចប់ដែរសូមជម្រាបជូនពរបងប្អូនអរគ្នាសុខភាពល្អនិងប្រកបរបររកស៊ីមានបានគ្រប់គ្នាអរគុណច្រើន